សូមគោរពនឹងជំរាបសួរថ្ងៃនេះផ្ទាល់ផងដែរយើងពីក្រុមការងាររបស់សាកលវិទ្យាល័យ Southeast Asia ដែលយើងហៅកាត់ថា UC និងបណ្ណាល័យអាមេរិកនៅក្នុងខេត្តសៀមរាបយើងបានធ្វើដំណើរនៃបំពេញបេសកកម្មរបស់យើងមកដល់វិទ្យាល័យហ៊ុនសែនអង្គរធំដែលស្ថិតនៅក្នុងស្រុកអង្គរធំហើយឥឡូវពេលនេះផងដែរនេះយើងកំពុងតែនៅក្នុងបរិវេណនៃវិទ្យាល័យផ្ទាល់តែម្ដងយើងចង់ដឹងថាតើក្រុមការងាររបស់សាកលវិទ្យាល័យ Southeast Asia UC ហើយនិងបណ្ណាល័យអាមេរិកដែលបានមកកាន់ទីនេះក្នុងគោលបំណងអ្វីអញ្ចឹងឥឡូវតោះយើងទៅមើលពីស្តង់ពិព័រណ៍របស់សាកលវិទ្យាល័យទាំងអស់គ្នាបានជំរាបសួរនាងខ្ញុំឈ្មោះយ៉នស្រីណានិងខ្ញុំឈ្មោះរ៉នឌីណាជាសិស្សទី12នៃវិទ្យាល័យតេជោហ៊ុនសែនអង្គរធំថ្ងៃនេះដែរពួកខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយមែនទែននៅពេលដែលបងគាត់បានចុះមកពិព័រណ៍តម្រង់ទិសតាក់ទងជាមួយនឹងការងារដើម្បីឲ្យពួកខ្ញុំបានយល់ដឹងអំពីមុខជំនាញថ្មីដែលតាក់ទងជាមួយនឹងជំនាញរបស់ខ្ញុំដែលកំពុងមានហើយកាន់តែពិសេសជាងនេះទៀតពួកគាត់បានបង្កើតជាបរិយាកាសបែបកំសាន្តសប្បាយតាក់ទងជាមួយនឹងចំណេះដឹងទូទៅដែលធ្វើឲ្យពួកខ្ញុំបានយល់ដឹងបន្ថែមទៀតជាមួយនឹងពួកគាត់ដែលបានចែករំលែកមកកាន់ពួកខ្ញុំជាចុងក្រោយខ្ញុំសូមជូនពរឲ្យសិស្សទី12រួមទាំងខ្ញុំ2នាក់ឲ្យទទួលបានជោគជ័យនាពេលប្រឡងនាថ្ងៃខាងមុខវិទ្យាល័យ